ដំណើរជីវិតរបស់គ្រប់គ្នាទាំងអស់តែងទទួលនៅលទ្ធផលល្អឬអាក្រក់ជាធម្មតាព្រោះវាគឺជាលទ្ធផលពិតដែលប្រសូតចេញអំពីអំពើគឺការប្រព្រឹត្តរបស់យើងម្នាក់ៗឥតមាននរណាជាអ្នកកំណត់ជោគវាសនាអនាគតឲ្យយើងនោះទេគ្រាន់តែថាតើលក្ខណៈការប្រព្រឹត្តបែបណាខ្លះដែលញ៉ាំងជីវិតនេះឲ្យភ្លឺស្វាងមានអនាគតរុងរឿងល្អប្រហែលដូច្នោះថ្ងៃនេះលក្ខណៈសម្បត្តិ4ប្រការដែលគួរសេពញ៉ាំងដំណើរជីវិតនេះឲ្យភ្លឺស្វាងមនោរម្យប្រនេះបានទី1ពិនិត្យពិចារណាថ្លឹងថ្លែងល្អិតល្អន់ហើយទើបតេះដៀលចំពោះបុគ្គលដែលគួរតេះដៀលទី2ពិនិត្យពិចារណាថ្លឹងថ្លែងល្អហើយទើបសរសើរចំពោះបុគ្គលដែលគួរសរសើរទី3ពិនិត្យពិចារណាថ្លឹងថ្លែងល្អហើយទើបមិនធ្វើសេចក្តីជ្រះថ្លាក្នុងហេតុដែលមិនគួរជ្រះថ្លាទី4ពិនិត្យពិចារណាថ្លឹងថ្លែងល្អហើយទើបធ្វើសេចក្តីជ្រះថ្លាក្នុងហេតុដែលគួរជ្រះថ្លាលក្ខណៈចរិយាការប្រព្រឹត្ត4ប្រការនេះកាលយើងទាំងអស់គ្នាបានប្រព្រឹត្តឲ្យដោយល្អបានសេពឲ្យដោយល្អបានធ្វើទុកឲ្យដោយល្អក្នុងដំណើរជីវិតរបស់យើងឈ្មោះថាយើងបានធ្វើការរក្សាការពារឲ្យដោយប្រពៃឈ្មោះថាយើងពុំបានកោះរំលើងនៅគុណទាំងឡាយចោលទេឈ្មោះថាយើងមិនបានប្រព្រឹត្តទៅក្នុងទោសទាំងឡាយទេឈ្មោះថាអ្នកប្រាជ្ញទាំងឡាយមិនបានតេះទាដៀលនៅយើងនោះទេហើយក៏ឈ្មោះថាមិនបានសាងនៅសេចក្តីវិនិច្ឆ័យអន្តរាយសាបសូន្យឲ្យដំណើរជីវិតរបស់យើងដែរឲ្យតែយើងបានប្រព្រឹត្ត